ថ្ងៃនេះខ្ញុំមកធ្វើបបរបាញ់កាញ់ស្វាយរៀងដំបូងយើងដាក់ទឹកដាំឲ្យពុះរួចដាក់ដុំស៊ុបចូលរួចដាក់មាន់ចូលមាន់ដែលខ្ញុំទិញមកនេះគឺមាន់ពីខាងតកៅយើងគ្របគម្របទុកប្រហែលជា5នាទីយើងដាក់ឆៃប៉ូវប្រៃបន្ទាប់មកទៀតយើងដាក់ជាមួយនឹងហេប៊ីហឺប៊ីចេងម្សៅស៊ុបតោះមកយើងបន្ថែមជាមួយនឹងស្ករយើងមកឈឺចិញ្ចាំខ្ទឹមហើយយកទៅបំពងដាក់ខ្លាញ់បន្តិចបំពងខ្ទឹមនឹងឲ្យស្រួយឲ្យឡើងពណ៌ក្រហមល្អយើងមកបេះជាមួយនឹងបាញ់កាញ់កុំឲ្យវាស្អិតជាប់គ្នាស្រួលដាក់ទឹកស៊ុបបន្ទាប់មកយើងដាក់បាញ់កាញ់យើងចូលទៅក្នុងទឹកស៊ុបមកចូលមកបាញ់កាញ់យើងពេលនេះឆ្អិនហើយមានកន្លែងខ្លះកុំភ្លេចជួយខមមិនផងបងប្អូន